នាធម្មតនៈអ្នកពួកអ្នកត្រូវសិក្សាយ៉ាងនេះចោះអញ្ចឹងនៅពេលដែលដល់កន្លែងហ្នឹងណាព្រះអង្គឲ្យដាក់ភារៈឲ្យធម្មតនៈឧបាសកហ្នឹងដាក់ភារៈចុះនៅក្នុងព្រះអត្ថកថាលោកបញ្យលឲ្យដាក់ភារៈចុះมันអាចទទួលបានទេទទួលប្រសូតដែលជ្រៅជ្រៅអញ្ចឹងណាបានទេអញ្ចឹងទៅដើម្បីឲ្យធម្មតនៈនេះតាំងនៅក្នុងភូមិរបស់ខ្លួនហើយសូមអាវាតហ្នឹងម្ដងទៀតសូមអញ្ចឹងអត់បានទេកម្លាំងគាត់ទៅអត់ដល់ទេព្រះអង្គណាអញ្ចឹងឲ្យធម្មតនៈហ្នឹងតាំងនៅក្នុងភូមិរបស់ខ្លួនហើយឲ្យសូមអាវាតពីព្រះអង្គហ្នឹងម្ដងទៀតអញ្ចឹងបានគាត់ពោបបិទ្ធព្រះអង្គដល់ចម្រើនពួកខ្ញុំព្រះអង្គកំពុងនៅគ្រប់គ្រងទីដេកដែលចង្អៀតដោយកូនអញ្ចឹងគាត់ជាឧបាសកដែលមានកូនណានៅស្អិតស្អាងក្លឹមច័ន្ទត្រួតត្រងកម្រងផ្កានិងគ្រឿងកអោបនិងគ្រឿងលៀបនិងត្រេកអរទទួលយកនៅមាសនិងប្រាក់មានន័យថាគាត់ជាឧបាសកហ្នឹងណាដែលនៅត្រេកអរនិងមាសនិងប្រាក់ហ្នឹងទេកាន់លុយដូចយើងអញ្ចឹងហ្នឹងណាដែលមានលុយនិងមានការហួងហែងត្រេកអរនឹងមាសនិងប្រាក់ហ្នឹងនៅក្នុងកូនហ្នឹងណានៅក្នុងដីមិនងាយនឹងបានប្រតិបត្តិក្នុងសូត្រដែលព្រះតថាគតសម្ដែងហើយជាសូត្រដ៏សូត្រមានធម៌ដ៏ជ្រៅមានអត្ថដ៏ជ្រៅបំភ្លឺនៅប្រយោជន៍ឲ្យឆ្លងផុតចាកលោកប្រកបដោយធម៌ដ៏សូត្រចាកកិលេសតាមការដ៏គួរនោះបានទេអញ្ចឹងគាត់ប្រតិបត្តិអធម៌លើនេះអត់បានទេបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានពភាកទ្រង់សម្ដែងធម៌ដល់ពួកយើងខ្ញុំដែលតាំងនៅក្នុងសិក្ខាបទ5ក្នុងសិក្ខាបទ5នោះឲ្យក្រៃលែងទៅទៀតយើងមើលធម្មតនៈហ្នឹងណាឲ្យព្រះអង្គទូមានឲ្យសម្ដែងធម៌ហ្នឹងនៅក្នុងសិក្ខាបទ5ហ្នឹងឲ្យក្រៃលែងទៅទៀតហើយយើងគិតថាសិល5ហ្នឹងអន់ណាស់ហ្នឹងមនីធម្មតនៈព្រោះហេតុនោះក្នុងសាសនានេះអ្នកទាំងឡាយត្រូវសិក្សាយ៉ាងនេះថាយើងទាំងឡាយនឹងប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធាព្រះដ៏មានព្រះភិក្ខនោះពេជាសាស្តានៃទេវតានិងមនុស្សទាំងឡាយជាព្រះពុទ្ធមានជោគដោយហេតុដូច្នេះឯងឃើញទេព្រះអង្គឲ្យគាត់ហ្នឹងណាមានសេចក្តីជ្រះថ្លាមិនញាប់ញ័រនៅក្នុងពុទ្ធហ្នឹងណានៅក្នុងគុណព្រះអង្គដែលពេលហ្នឹងណាក្នុងព្រះធម៌ក្នុងព្រះសង្ឃនៅក្នុងសារណៈ3ហ្នឹងមិនឲ្យញាប់ញ័រប្រកបដោយអរិយកន្តសិលជាសិលមិនដាច់ពេសិលមិនដាច់មិនធ្លុះមិនប្រព្រោះមិនពពាជាសិលអ្នកជាហ្នឹងដែលមិនបានប៉ះពាល់ដោយតណ្ហានិងទិដ្ឋិប្រព្រឹត្តទៅដើម្បីសមាធិមួយហ្នឹងឃើញទេព្រះអង្គទូមានសោតាណាឲ្យគាត់នឹងរក្សានៅសិក្ខាបទ5ហ្នឹងឲ្យក្រៃលែងហើយមានសេចក្តីជ្រះថ្លានៅក្នុងពុទ្ធមញាប់ញ័រមួយពធមញាប់ញ័រមួយប្រសង្ឃមញាប់ញ័រមួយរក្សាសិល5ហ្នឹងមនីធម្មតនៈអ្នកទាំងឡាយត្រូវសិក្សាយ៉ាងនេះចោះឃើញព្រះអង្គទូមានណាឲ្យសិក្សាប៉ុណ្ណឹងហើយស្រាប់តែយើងមានធម៌ប៉ុណ្ណឹងដែរហើយចង់បានអីទៀតគេសោតាប៉ុណ្ណឹងហើយយើងបរិច្ឆេទទី2ទី3ទី4ទី5ហើយដល់ទី9ហើយមិនគិតយើងហ្នឹងយើងបានសោតាណានឹងចឹងទៅរៀនហ្នឹងតែយើងមិនហាមឃាត់ណាស្ដាប់ឲ្យស្រួលហ្នឹងណាទីទៀតវាញ៉ែតែកន្លែងហ្នឹងស្ដាប់អត់យល់កន្លែងហ្នឹងឈប់និយាយហ្នឹងណាបបិទ្ធព្រះអង្គដ៏ចម្រើនសោតាបត្តយង្គៈទាំង4នេះព្រះដ៏មានពភាកទ្រង់សម្ដែងហើយធម៌ទាំងនោះមានក្នុងពួកយើងខ្ញុំផងអញ្ចឹងណាគាត់ពោសោតាបត្តយង្គៈទាំង4ហ្នឹងគឺអង្គដែលនាំឲ្យសម្រេចសោតាញាតិធម៌យើងអង្គដែលនាំឲ្យសម្រេចសោតាក្នុងន័យមួយហ្នឹងគឺខ្សែគប់សពរស់មួយស្ដាប់ធម៌សពរស់មួយនឹងមាននៅយោនិសោមនសការៈមួយធ្វើទុកក្នុងចិត្តដោយអបាយនៃប្រាជ្ញាមួយហ្នឹងឯងធម៌មានធម៌មគ្គបរិបត្តិសក្តិប្រតិបត្តិធម៌សំគួរដល់ធម៌មួយអាហ្នឹងអង្គនៃសោតាបត្តយង្គៈនៃមួយទៀតសោតាបត្តយង្គៈនឹងទាំង4ហ្នឹងគឺមានសក្តិជ្រះថ្លានៅក្នុងពុទ្ធញាប់ញ័រមួយពធមញាប់ញ័រមួយប្រសង្ឃញាប់ញ័រមួយនឹងមានអរិយកន្តសិលមានសិល5នោះហ្នឹងក៏អង្គនៃសោតាបត្តយង្គៈ4ហ្នឹងដែរហ្នឹងណាមិនន័យទៀតណានៅក្នុងសូត្រហ្នឹងឃើញអត់ព្រះដ៏មានពភាកទ្រង់សម្ដែងហើយធម៌ទាំងនោះមានក្នុងពួកយើងខ្ញុំផងឥឡូវយើងមានអត់4ហ្នឹងអង្គដែលនាំឲ្យសម្ដេចសោតាហ្នឹងញាតិធម៌យើងមានហើយពួកយើងខ្ញុំនឹងឃើញច្បាស់ក្នុងធម៌ទាំងនោះផងប
បបិទ្ធព្រះអង្គដល់ចម្រើនព្រោះថាពួកយើងខ្ញុំប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះពុទ្ធថាព្រះដ៏មានពភាកនោះតែជាសាស្តានៃទេវតានិងមនុស្សទាំងឡាយជាព្រះពុទ្ធមានជោគដែលហេតុដូច្នេះឯងក្នុងព្រះធម៌ក្នុងព្រះសង្ឃពួកយើងខ្ញុំប្រកបដោយអរិយកន្តសិលជាសិលមិនដាច់តែប្រព្រឹត្តទៅដើម្បីសមាធិមនីធម្មតនៈជាលៀបរបស់ពួកអ្នកហើយបានតែធម៌4ហ្នឹងព្រះអង្គសម្ដែងថាមនីធម្មតនៈជាលៀបរបស់ពួកអ្នកហើយយើងបានប៉ុណ្្នឹងហើយអត់លៀបទេអីចង់ទៅណាទៀតឥឡូវគុណប៉ុណ្្នឹងហើយអត់លៀបទៀតព្រះអង្គសរសើរយើងមើល